នឹងហើយថ្ងៃនេះខ្ញុំបង្ហាញបងប្អូនពីរបៀបធ្វើសាច់ជ្រូក3ជាន់បំពងស្រួយហើយរបៀបធ្វើនេះគឺយើងមិនចាំបាច់ហាលឲ្យចំណាយពេលយូរទេបងប្អូនយើងធ្វើមិនបាច់ហាលក៏វាអត់ផ្ទុះដែរហើយវាបានរសជាតិឆ្ងាញ់អញ្ចឹងណាបាទហើយបន្តិចទៀតយើងទៅតាមដានទស្សនារីធ្វើនិងគ្រឿងផ្សំជាមួយខ្ញុំទាំងអស់គ្នាហើយមុនមកខ្ញុំយកសាច់ជ្រូក3ជាន់យកទៅស្ងោរហើយសាច់ជ្រូក3ជាន់ហ្នឹងគឺយើងទិញមកបានអញ្ចឹងយើងលាងសម្អាតវាស្អាតមកបន្តមកទៀតខ្ញុំចាក់ទឹកដើម្បីស្ងោរហើយយើងចាក់ទឹកហ្នឹងឲ្យលិចមកហើយក្នុងហ្នឹងខ្ញុំដាក់អំបិលបងប្អូនដាក់អំបិលបន្តិចហើយនឹងគ្រឿងកាត់ឆ្អាបបន្តិចមកហើយខ្ញុំយកទៅស្ងោរឲ្យឆ្អិនប្រហែលជា 80% តែម្ដងមកយើងមិនឲ្យឆ្អិន 100% ទេបងប្អូនឥឡូវសាច់ជ្រូកយើងវាឆ្អិនហើយយើងស្រង់វាឡើងទុកឲ្យត្រជាក់បានយើងកាត់វាដើម្បីយកមកចាក់នេះឥឡូវសាច់ជ្រូកវាត្រជាក់ហើយយើងកាត់វាមើលទៅយើងស្មានមើលបងប្អូនស្មានមើលប៉ុណ្ណឹងព្រោះថាបើយើងខ្លីពេកយើងបំពងវាអត់ស្អាតទេកាត់ប៉ុណ្ណឹងមកដល់ពេលកាត់វារាល់ហើយខ្ញុំយកសមយកមកចាក់កន្លែងស្បែកវាយើងចាក់អញ្ចឹងហើយខ្ញុំចាក់អញ្ចឹងដើម្បីពេលយើងត្រាំទឹកខ្មេះវាជ្រាបចូលល្អយើងធ្វើអញ្ចឹងឲ្យអស់មកនេះឥឡូវធ្វើរួចរាល់ហើយជាបន្ទាប់ខ្ញុំយកចានមួយហើយខ្ញុំដាក់ទឹកខ្មេះខ្ញុំដាក់អំបិលម៉ត់បន្តមកទៀតខ្ញុំកូរអំបិលម៉ត់ឲ្យវាលាយមកដល់ពេលវាលាយប៉ុណ្ណឹងហើយយើងយកសាច់ជ្រូកយើងចាក់នឹងសមបាញ់មិញយកមកត្រាំវាតែម្ដងមកហើយខ្ញុំត្រាំវា10នាទីទៅ15នាទីនេះឥឡូវវាបានប៉ុណ្ណឹងហើយយើងស្រង់វាឡើងមកហើយខ្ញុំយកกระดาษយកមកជូតឲ្យវាអស់ទឹកអើយខ្មេះហ្នឹងបងប្អូនធ្វើចឹងឲ្យអស់មកហើយយើងមិនបាច់ហាលទេដូចខ្ញុំប្រាប់ពីដំបូងចឹងយើងមិនបាច់ហាលទេក៏វាអត់ផ្ទុះដែរដល់ពេលយើងជូតអស់ហើយយើងដាក់ខ្ទះមកហើយខ្ទះយើងអត់ដាក់ប្រេងឆាដាក់ខ្លាញ់អីទេគឺយើងរៀបវាអញ្ចឹងហើយបន្តមកទៀតយើងបើកភ្លើងហឹមសិនណាឲ្យសាច់ជ្រូកវាស្ងួតសិនណាបងប្អូនហើយយើងមិនបាច់ខ្លាចខ្លោចទេព្រោះថាខ្លាញ់ជ្រូកតិចទៀតវាចេញហ្នឹងបងប្អូនហើយយើងបំពងវាឆ្អិនមកហើយឥឡូវវាឆ្អិនរួចរាល់ហើយបងប្អូននឹងស្រួយមែនទែននេះគូសូភឹងតែម្ដងហើយខ្ញុំជាលក់នឹងទឹកប្រហុករសជាតិគឺថាឆ្ងាញ់មែនទែនបាទហើយសម្រាប់វីដេអូនេះក៏មានប៉ុណ្្នឹងទេបាទសូមអរគុណរកការតាមដានទស្សនារបស់បងប្អូនតាពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា